ជាដំបូងសូមគោរពនិងជំរាបសួរដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដែលបានទស្សនានៅវីដេអូមួយនេះខ្ញុំបាទឈ្មោះជាចម្រើនវិទ្យាល័យទី10នៃវិទ្យាល័យគប់រីដែលជាសមាជិកម្នាក់នៅក្នុងក្លឹបបណ្ឌិតថ្ងៃនេះខ្ញុំមកបកស្រាយចំពុកទី1ពហុធាដែលខ្លឹមសាររបស់យើងគឺ 2.3 ប្រមាណវិធីគុណលើពហុធាជាទូទៅយើងដើម្បីធ្វើការគណនាប្រមាណវិធីគុណពហុធាបានគឺយើងត្រូវយកគ្រប់តួនៃពហុធាទី1ហ្នឹងគឺទៅគុណនៅគ្រប់តួនៃពហុធាទី2គឺបានន័យថាគឺយើងត្រូវយកពហុធានៃពហុធាទី1ហ្នឹងគឺគុណចូលជាមួយនឹងគ្រប់តួនៃពហុធាទី2ឥឡូវយើងមានឧទាហរណ៍គណនា 3x កតាជាមួយនឹង 2x បូក 5 និង 2x ក្រេដក 3 កតាជាមួយនឹង 3x ដក 5ចូលទៅដល់ដំណោះស្រាយរបស់យើងដោយយើងមានកន្សោម 3x កតាជាមួយនឹង 2x បូក 5ហើយយើងត្រូវយកកន្សោម 3x ហ្នឹងគឺគុណចូលជាមួយនឹងគ្រប់តួនៃពហុធាទី2របស់យើងគឺ 3x គុណជាមួយនឹង 2x ហើយយើងត្រូវគុណជាមួយនឹង 3x គុណជាមួយនឹង 5យើងបាន 3x គុណជាមួយនឹង 2x បូកជាមួយនឹង 3x គុណជាមួយនឹង 5យើងបាន 3x គុណជាមួយនឹង 2x គឺបាន 6x ក្រេហើយបូកជាមួយនឹង 3x គុណជាមួយនឹង 5គឺយើងបាន 15x ដូចនេះ 3x កតាជាមួយនឹង 2x បូក 5គឺស្មើ 6x ក្រេបូក 15x ឥឡូវយើងចូលទៅដល់ការគណនាកន្សោមមួយទៀតយើងមាន 2x ក្រេដកជាមួយនឹង 3 កតាជាមួយនឹង 3x ដក 5ហើយយើងត្រូវយកឯកធាតុនៃពហុធាទី1ហ្នឹងគុណចូលគ្រប់តួនៃពហុធាទី2គឺ 2x ក្រេគុណជាមួយនឹង 3x ហើយ 2x ក្រេហ្នឹងដកជាមួយនឹង 2x ក្រេគុណជាមួយនឹង 5ហើយចូលដល់តួនេះវិញម្ដងគឺដក 3 គុណជាមួយនឹងដក 3x ហើយដក 3 គុណជាមួយនឹងដក 5គឺយើងបានដក 3 គុណដក 3គឺយើងបានសញ្ញាបូកអញ្ចឹងយើងបាន 2x ក្រេគុណជាមួយនឹង 3x ដកជាមួយនឹង 2x ក្រេគុណជាមួយនឹង5ដក 3 គុណជាមួយនឹង 3x ហើយបូក 3x គុណនឹង 5យើងដឹងហើយថាអានេះវាមានអានេះអញ្ញត្តិ x ក្រេគុណជាមួយនឹងអានេះអញ្ញត្តិ x អញ្ចឹងយើងបាន x គីបអញ្ចឹងយើងបាន 6x គីបដកជាមួយនឹង 10x ក្រេដកជាមួយនឹង 9x បូក 15ដូចនេះចម្លើយរបស់យើង 2x ដក 3 កតាជាមួយនឹង 3x ដក 5គឺស្មើ 6x គីបដក 10x ក្រេដក 9x បូក 15ចុងក្រោយការបកស្រាយរបស់ខ្ញុំបាទគឺឈានមកដល់ទីបញ្ចប់ខ្ញុំបាទសូមអរគុណចំពោះការទស្សនាវីដេអូរបស់ខ្ញុំដោយយកចិត្តទុកដាក់